ដើមពីធ្វើមកវាមានខុសមានត្រូវមានខុសមានត្រូវមកប៉ុន្តែយើងបញ្ជាក់ថាយើងបញ្ចប់ចេតនាកម្មត្រឹមប៉ុណ្ណឹងមិនមែនមានន័យថាឆ្លងហើយយើងលែងធ្វើបុណ្យមែនទេចង់បញ្ជាក់ថាយើងចប់កម្មវិធីបុណ្យមួយចប់កិច្ចមួយដែលយើងត្រូវធ្វើណាអញ្ចឹងពិធីឆ្លងនោះមានន័យច្រើនប្រការទៅទៀតប៉ុន្តែជាតាមទម្លាប់ដែលយើងធ្លាប់បានធ្វើនេះក៏ក្នុងសេចក្តីដើម្បីឆ្លងរួចចាកអំពីវាលវត្តដ៏សង្សារណាឆ្លងចាកអំពីទុក្ខភ័យដែលយើងហៅថាវាល3អន្លង់4ណាវាល3ហ្នឹងគឺសំដៅទៅលើភពទាំង3នេះឯងដែលមានការកើតចាស់ឈឺស្លាប់នៅក្នុងវាលវត្តដ៏សង្សារនេះគួរឲ្យព្រឺព្រួចគួរឲ្យរន្ធត់ណាដែលយើងមិនអាចយកអ្វីជាទីពឹងដតីក្រៅអំពីបុណ្យកុសលដតីក្រៅអំពីបញ្ញានោះទេតហើយអន្លង់ទាំង4នេះណាដែលយើងធ្វើបុណ្យគ្រប់ទាំងអស់ហ្នឹងញាតិញោមគឺយើងធ្វើដើម្បីប្រាថ្នាឆ្លងអន្លង់អញ្ចឹងពេលព្រឹកហ្នឹងញាតិញោមឃើញតែតិចញោមម្ចាស់ក៏រៀបចំចាត់ចែងអំពីពិធីសម្ពៅរៀបចំភ្លើងអីយ៉ាងម៉េចអានឹងទៅតាមទំនៀមទម្លាប់ដែលគាត់បានធ្វើប៉ុន្តែជាឧបមាណវិធីដើម្បីឲ្យយើងឃើញថាសត្វលោកហ្នឹងគឺជាប់នៅក្នុងអន្លង់ទាំង4មានអីគេខ្លះញោមទី1គឺកាមមកខៈអន្លង់គឺកាមណាសេចក្តីប្រាថ្នាដូចស្មាបានសម្ដែងពីបុណ្យមុននោះស្មានិយាយអំពីអ្នកធ្វើបុណ្យដែលហេតុតែក្រនោះណាញោមណាដោយសារយើងសម្លឹងឃើញសត្វលោកនោះយើងចេះតែសម្លឹងឃើញភាពក្ររបស់ខ្លួនឯងនឹងឯងហើយនឹងហើយគឺជាកាមវត្តៈឃើញទេអន្លង់គឺកាមសេចក្តីប្រាថ្នាជាប់ជំពាក់ក្នុងរូបសម្លេងក្លិនរសផោថពៈអ្នកខ្លះទៅបានទ្រព្យសម្បត្តិហើយខ្វះរូបសម្បត្តិអ្នកខ្លះបានរូបសម្បត្តិហើយបានទ្រព្យសម្បត្តិហើយខ្វះបរិវារសម្បត្តិអ្នកខ្លះទៀតក៏ខ្វះបញ្ញាសម្បត្តិអីជាដើមអាការដែលឃើញខ្វះហើយចេះតែប្រាថ្នាចេះតែចង់បានដឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកាមមកខៈអន្លង់គឺកាមពីនេះតារាបណានៅជាពុទ្ធជនយើងហើយអន្លង់គឺកាមនេះមិនមែនធ្លាក់តែក្រហោះទេញាតិញោមបព្វជិតអ្នកបួសក៏ដោយប្រសិនបើមិនត្រង់ធម៌ប្រសិនបើមិនពិចារណានៅអរិយសច្ចៈរឿយទេនៅតែធ្លាក់ក្នុងកាមវត្តៈនេះដដែលតអន្លង់នឹងជ្រៅញាតិញោមណាបើយើងគិតអំពីការហែលឆ្លងអន្លង់កាមនេះសត្វលោកហែលរាប់វត្តៈហែលរាប់កាប់អសង្ខ័យកាប់រួចមកហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនមានកោះមិនមានប្រយោជន៍ទេណាហែលមកចរជាតិមកហើយរហូតដល់ព្រះអង្គឧទានថាដើម្បីអីដោយអំណាចសេចក្តីប្រាថ្នាហ្នឹងប្រាថ្នាអ្នកខ្លះទៅក៏ប្រាថ្នាឲ្យកើតជាស្ដេចអ្នកបានជាស្ដេចទៅលំបាកពេកកើតក្នុងតកូលខ្សាត់មានការលំបាកក្នុងការគ្រប់គ្រងរាជមាននិព្វាទាធនត្រង់ទៅខ្លះទៅក៏ប្រាថ្នាវិលត្រឡប់នៅក្នុងវាលវត្តដ៏សង្សារនេះឯងអាហ្នឹងអន្លង់គឺកាមទី2ទិដ្ឋោខៈអន្លង់គឺទិដ្ឋិហ្នឹងហើយទិដ្ឋិការយល់នេះក៏ជាអន្លង់មួយដែរញាតិញោមជាចំណុចជាជំរឿមួយដែលមនុស្សដែលប្រថុជនយើងពិបាកនឹងស្វែងរកពិបាកនឹងឡើងឲ្យចាក់ផុតបានមិនមែនទិដ្ឋិនោះគឺការយល់របស់មនុស្សម្នាក់ទោះបីជារៀនពុទ្ធវចនៈញាតិញោមដែលស្ដាប់ប្រសង្ឃទេសនាទេប្រសង្ឃទេសនាច្រើនណាស់ពធរៀនមកដូចគ្នាពោលប្រគាថាមកដូចគ្នាប៉ុន្តែការពន្យល់ការយល់ឃើញរបស់មនុស្សម្នាក់មានចំណុចផ្សេងគ្នាដូចលោកគ្រូប្អូនលោកសំដែងថ្ងៃមុននិយាយពីរឿងបុគ្គលចូលព្រៃណាញាតិញោមណាចូលព្រៃ4នាក់ដើរផ្លូវជាមួយគ្នាហើយដល់តែចេញមកវិញសួរថាអ្នកណាឃើញអីខ្លះអ្នកឃើញខុសគ្នាឃើញទេញាតិញោមជួនកាលក៏អត់ចាប់អារម្មណ៍ជាមួយដើមឈើក៏ចាប់អារម្មណ៍មួយសត្វអញ្ចឹងអារម្មណ៍នៃការសម្លឹងរកសត្វហ្នឹងវាឃើញតែសត្វហ្នឹងឯងអ្នកខ្លះទៅគាត់គ្រូឆ្នាំអញ្ចឹងទៅដល់ចូលព្រៃគាត់មើលតែដើមឈើមើលតែអីទៅក៏ដូរនៅនេះមានដើមប្រភេទនេះប្រភេទនោះច្រើននេះជាការឧបមាឲ្យបានយល់ថាទៅតាមឧបនិស្ស័យរបស់មនុស្សនេះការយល់
តុនទិញស្វាធ្យាយគឺចាំដូចគ្នាប៉ុន្តែការស្វែងយល់អំពីពុទ្ធវចនៈមិនដូចគ្នាទេអញ្ចឹងបានជាមានការបកស្រាយផ្សេងគ្នាតាមរយៈនៃទិដ្ឋិនឹងឯងបាទអាហ្នឹងហើយដល់កាលណាទិដ្ឋិការយល់ទៅវាខុសធ្លាក់អបាយភូមិអីចឹងទៅណាដូចបរោះបានព្រះមុខកលៀនហ្នឹងអតីតជាតិហ្នឹងក៏ធ្លាប់ជាមនុស្សចាំជាតិញាតិញោមចាំជាតិ7ជាតិទេណារឿងចាំជាតិនោះវាជារឿងល្អប៉ុន្តែដោយសារតែគាត់រលឹកពិចារណាឃើញជាតិកំណើតរបស់ខ្លួនឯងប៉ុន្តែគាត់អត់បានសម្លឹងឃើញវត្តកម្មពីដើមមកនោះសម្លឹងឃើញជាតិនោះជាតិមុនខ្ញុំធ្វើបុណ្យខ្លាំងហើយជាតិនេះមកក្រជាតិមុនមួយទៀតក៏នៅតែធ្វើបុណ្យដែរឥឡូវក្រតដែរណាដោយសារអីវាមានអតីតកម្មមួយទៀតដែលគាត់មើលអត់ឃើញគាត់មើលឃើញត្រឹម7ជាតិម្ល៉េះហើយគាត់គិតថាវត្តដាក់នេះទៀងណាដោយសារតែមនុស្សមួយជាតិក្របន្តិចទៅនេះខ្មាគ្រាន់តែបញ្យលញាតិញោមខ្លះថាជំរឿនៃទិដ្ឋិហ្នឹងគឺជ្រៅទល់តែយើងព្យាយាមស្ដាប់ទល់តែយើងព្យាយាមស្វែងរកគប់រកអ្នកប្រាជ្ញរកហេតុរកបច្ច័យជាច្រើនណាស់ទើបអាចឆ្លងកាត់អំពីទិដ្ឋិហ្នឹងបានណាហើយមួយទៀតគឺភវោខៈអន្លង់គឺភពណាសត្វលោកនឹងជាប់ជំពាក់នៅក្នុងភពដោយអំណាចឧបាទានខ្ញុំជាប់ក្នុងភពហ្នឹងគឺដោយអំណាចឧបាទានការប្រកាន់ណាញោមនៅការប្រកាន់មមសពថ្ងៃហ្នឹងយើងមើលជាតិកំណើតរបស់មនុស្សការប្រកាន់ភពហ្នឹងណាយើងមិនងាយរកឋានសួគ៌អីឃើញទេដោយសារអីដោយសារជាប់ជំពាក់ទៅកើតក្នុងកំណើតជាមនុស្សប្រកាន់យកជាតិកំណើតជាមនុស្សនឹងចឹងទៅដោយសារឃើញទៅជាតិមនុស្សនឹងល្អអីចឹងទៅណាហើយដល់ចឹងទៅលេងសម្លឹងឃើញទៅអត់មានអីល្អជាងមនុស្សទេដល់ទៅកើតជាទេវតាសម្លឹងឃើញទៅទេវតាល្អអីចឹងទៅណាអញ្ចឹងអត់មានប្រាថ្នាព្រហ្មលោកទេវលោកអីទេនេះជាដោយអំណាចឧបាទានការប្រកាន់មមណាញាតិញោមសូម្បីតែកើតជាមនុស្សយើងសពថ្ងៃកើតជាខ្មែរឬគេជេរខ្មែរខឹងណាប៉ុន្តែសួរថាយើងធ្លាប់កើតជាជនជាតិអីផ្សេងដទៃហ៎ធ្លាប់ក្នុងដំណើរនៃវត្តដាក់នេះមិនមែនកើតជាខ្មែររហូតទេឃើញទេណាវាវិលវល់នៅក្នុងភពក្នុងជាតិក្នុងកំណើតប៉ុន្តែដោយអំណាចការប្រកាន់ជាតិភពហ្នឹងធ្វើឲ្យយើងមិនអស់សេចក្តីប្រាថ្នាទេឃើញទេមួយទៀតអវិជ្ជខៈអន្លង់គឺអវិជ្ជាណារណ្ដៅដោយជ្រៅហ្នឹងគឺសេចក្តីល្ងងខ្លៅនឹងឯងណាព្រោះតែភាពល្ងងព្រោះតែការមិនឃើញសច្ចធម៌នឹងហើយបានជាមនុស្សចេះតែមានការភ័យខ្លាចមានការតក់ស្លុតចំពោះសង្ខារធម៌ខ្លះទៅក៏មិនមានការវិវេកខ្លះទៅក៏សម្លឹងមិនឃើញបាបបុណ្យនៃជាដើមមិនឃើញគុណទោសដោយអំណាចអវិជ្ជានឹងឯងណាសំបីទន្ទិញស្វាធ្យាយចាំហើយក៏ដោយបើមានអវិជ្ជាជាបច្ច័យនៅតែមិនអាចកម្ចាត់បងនៅកិលេសបានណាពីព្រោះអវិជ្ជានោះជាបណ្ដាញនៃកិលេសទាំងពួងដែលមានអវិជ្ជាមានសេចក្តីល្ងងសម្លឹងឃើញកម្មល្អទៅជាអាក្រក់សម្លឹងឃើញកម្មអាក្រក់ទៅជាល្អទៅមានការប្រកាន់ផងទៅក៏ចេះតែវិលទៅអញ្ចឹងអន្លង់ទាំង4នេះលោកអ្នកប្រាជ្ញផ្នែកពុទ្ធសាសនាលោកពន្យល់ថាវាជ្រៅណាដែលយើងគ្រប់គ្នានឹងចង់ឆ្លងហើយចង់ឆ្លងមិនមែនឆ្លងដោយសេចក្តីប្រាថ្នាតែមួយយ៉ាងទេញាតិញោមគឺឆ្លងដោយធម៌4ណាបើយើងនិយាយអំពីឆ្លងស្ទឹងឆ្លងទន្លេឬក៏យើងឆ្លងរណ្ដៅអីយើងអាចពឹងអ្នកដតីបានញាតិញោមពឹងបានណាជួនកាលទៅយើងមានលុយជួលឲ្យគេអុំទូកយើងជិះទូកទៅឆ្លងស្ទឹងនឹងបានតែយើងជិះទូកទៅអ្នកដតីអុំទៅយើងឆ្លងទន្លេបានប៉ុន្តែការឆ្លងអន្លង់ទាំង4នេះអត់មានទេញោមតាចង់ឆ្លងតាឆ្លងបានយាយចង់ឆ្លងយាយឆ្លងបានបើយាយមិនចង់ឆ្លងទេអត់មានតាឆ្លងជំនួសបានទេញោមអត់មានតាពោយាយឆ្លងបានទេអញ្ចឹងបានជាយើងត្រូវតែប្រឹងប្រែងដោយខ្លួនឯងប្រឹងប្រែងដោយធម៌អីញាតិញោមព្រះអង្គលោកសម្ដែងធម៌4ធម៌ទី1សទ្ធាយតរតិអោខាំងសត្វដែលឆ្លងអន្លង់ដែលអាត្មារៀបរាប់មកខាងដើមហ្នឹង
អន្លង់ទាំង4ហ្នឹងដែលអាចឆ្លងទៅបានដោយ